សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌចំនួន3វត្តស្ថិតនៅឃុំស្នាមក្រពើស្រុកកងពិសីខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី17ខែកញ្ញាឆ្នាំ2025ឯកឧត្តមរីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Balti អន្តរជាតិនិងជាប្រធានក្រុមការងារចោះជួយឃុំស្នាមក្រពើព្រមទាំងលោកជំទាវថ្នាក់ដឹកនាំភូមិឃុំស្រុកក្រុមការងារថ្នាក់កណ្ដាលនិងពុទ្ធបរិស័ទចំណោះជើងវត្តបានរៀបចំពិធីកាន់បិណ្ឌទី10និងបានពំនាំយកនៅគ្រឿងឧបភោគបរិភោគអង្គរភេសជ្ជៈនិងបច្ច័យសម្រាប់កសាងវត្តព្រមទាំងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សប្រមាណជាង200នាក់ជាក្នុងឱកាសនោះឯកឧត្តមលីណាវុធក៏បានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺជូនដល់បងប្អូនអ៊ំពូមីងលោកតាលោកយាយនៅឃុំស្នំក្រពើស្រុកកងពិសីខេត្តកំពង់ស្ពឺកម្មវិធីនេះបានរៀបចំឡើងនៅវត្តបទុមវ័នហៅវត្តក្រាំងក្រូចនិងមានការអញ្ជើញចូលរួមពីវត្តចំនួន2បន្ថែមទៀតរួមមានវត្តសាលព្រឹកនិងវត្តជោតនារាមស្ថិតនៅឃុំស្ដាំក្រពើស្រុកកងពិសីខេត្តកំពង់ស្ពឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធមាតាបិតាជីដូនជីតាញាតិកាទាំង7សន្តានជាចុងក្រោយសូមគោរពជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យទទួលបាននូវពរជ័យសិរីមង្គលវិបុលសុខមហាប្រសើររីករាយជាមួយការជួបជុំឪពុកម្ដាយបងប្អូនញាតិមិត្តក្រុមគ្រួសារនិងទទួលបានសេចក្តីសុខសេចក្តីចម្រើនរុងរឿងជានិរន្តរ៍ហើយជាពិសេសសូមឲ្យការធ្វើដំណើរទៅកាន់ស្រុកកំណើតរមណីយដ្ឋានកំសាន្តនិងទីវត្តអារាមនានាមិនថាទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារដោយនាងខ្ញុំហងពុតបូរមីសូមអរគុណសូមជម្រាបលា